បងប្អូនជាទីស្រឡាញ់ក្នុងជីវិតមិនមែនមានរឿងដែលយើងពិតជាមិនចង់ធ្វើប៉ុន្តែត្រូវតែធ្វើមែនទេជាញឹកញាប់រឿងដែលយើងចង់ជៀសវាងខ្លាំងបំផុតនោះគឺជាគន្លឹះដែលជួយសង្គ្រោះយើងដូចជាអូសខ្លួនដែលមិនចង់ទៅកន្លែងហាត់ប្រាណដើម្បីបង្កើតសាច់ដុំឬលេបថ្នាំជូរដើម្បីជាសះស្បើយថ្ងៃនេះព្រះគម្ពីរនិយាយជាមួយយើងអំពីការសម្រេចចិត្តដ៏ពិសេសនិងឈឺចាប់ខ្លាំងប្រជាជនអ៊ីស្រាអែលបានឆ្លងទន្លេយ៉ូដានហើយចូលទៅក្នុងទឹកដីកាណានជាចុងក្រោយនៅមុខពួកគេមានទីក្រុងយេរីខូដ៏គួរឲ្យខ្លាចហើយសល់តែសង្គ្រាមតាមហេតុផលធម្មតាឥឡូវត្រូវធ្វើអ្វីដុតដាវរៀបចំផែនការសង្គ្រាមប៉ុន្តែព្រះជាម្ចាស់មានបន្ទូលភ្លាមថាចូលធ្វើពិធីកាត់ស្បែកម្ដងទៀតយូស្វា 5:2 ការកាត់ស្បែកមានន័យពិតប្រាកដថាកាត់សាច់ជាការវះកាត់ដែលឈឺចាប់បន្ទាប់ពីនោះ2-3ថ្ងៃពួកគេមិនអាចដើរបានទេត្រូវតែដេកស្ងៀមទាំងស្រុងបើស្ទើរវាប្រហារនៅពេលនោះនឹងត្រូវបំផ្លាញទាំងស្រុងជាស្ថានភាពងាយរងគ្រោះនិងគ្រោះថ្នាក់បំផុតដែលអាចស្រមៃបានហេតុអ្វីព្រះជាម្ចាស់ទាមទារការសម្រេចចិត្តដែលឈឺចាប់បែបនេះនៅពេលនេះពាក្យហេប្រ៊ូសម្រាប់ការកាត់ស្បែកមើលមានន័យថាកាត់ចេញលុបបំបត្តិបន្ទាប់ពី40ឆ្នាំនៅទីហោស្ថានព្រះជាម្ចាស់បង្គាប់ឲ្យពួកគេកែសម្រួលសញ្ញាជនជាតិរបស់ព្រះលើកខ្លួនឡើងវិញសញ្ញាដែលពួកគេភ្លេចបាត់ហើយនេះជាការកាត់ចោលទាំងស្រុងនៅទម្លាប់និងអកកិរិយារបស់ជំនាន់មុនដែលមិនប្រកាន់ខ្ជាប់នឹងស្ដារអត្តសញ្ញាណឡើងវិញយើងជាប្រជាជននៃកិច្ចសន្យាដែលមិនអាចរស់បានសូម្បីតែមួយវិនាទីដោយគ្មានព្រះរឿងដូចគ្នានេះកើតឡើងក្នុងជីវិតយើងការញៀនដែលយើងមិនអាចបំបែកបានរបួសកន្លងមកទម្លាប់អាក្រក់ដែលស៊ីយើងយឺតការកាត់វាចេញឈឺចាប់ដោយការកាត់ស្បែកប៉ុន្តែបើគ្មានការសម្រេចចិត្តដែលឈឺចាប់នេះទេយើងនឹងមិនដែលផ្លាក់សោះជាតិជ័យជំនះនៅកាណានទេនៅពេលយើងកាត់ខ្ញុំคล้ายៗចេញពីខាងក្នុងខ្ញុំពិតប្រាកដដែលរស់នៅក្នុងព្រះនឹងក្រោកឡើងដោយអំណាចខ្លាំងក្លាតាមពិតការហូរឈាមក្នុងការកាត់ស្បែកនេះគឺជារូបភាពមុននៃឈាមដែលព្រះយេស៊ូវគ្រីស្ទនឹងស្រោចសម្រាប់យើងនៅថ្ងៃណាមួយនៅលើឈើឆ្កាងព្រះយេស៊ូវបានសម្រេចចិត្តដែលឈឺចាប់បំផុតអនុញ្ញាតឲ្យសាច់ឈាមរបស់ទ្រង់ត្រូវបានហែកដោយសារសេចក្តីស្លាប់របស់ទ្រង់បានកាត់បំបត្តិបាបនិងភាពអាម៉ាស់របស់យើងទាំងស្រុងហើយដោយការរស់ឡើងវិញទ្រង់បានប្រទានជីវិតថ្មីដល់យើងឥឡូវយើងមិនចាំបាច់យកកាំបិតមកដាក់លើសាច់ឈាមទៀតទេដោយដែលរ៉ូម 2:29 បាននិយាយនៅពេលយើងជឿដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនឹងទទួលការកាត់ស្បែកនៃបេះដូងនោះគ្រប់គ្រាន់ហើយដាក់ភាពរឹងរូសភាពអួតអាងនិងរបួសរបស់យើងនៅមុខឈើឆ្កាងនេះគឺជាការកាត់ស្បែកសម័យទំនើបបងប្អូនជាទីស្រឡាញ់ការកាត់ស្បែកដែលអ្នកនៅតែពន្យាពេលនៅក្នុងបេះដូងអ្នកឥឡូវនេះគឺជាអ្វីការប្រកាន់ខ្ជាប់នោះដែលអ្នកមានអារម្មណ៍ជ្រាលជ្រៅថាបើមិនធ្វើឥឡូវទេខ្ញុំនឹងស្ដាយពេញមួយជីវិតប៉ុន្តែអ្នកជៀសវាងព្រោះវាឈឺពេកសូមចងចាំការប្រកាន់ខ្ជាប់ដែលឈឺចាប់បំផុតគឺបង្កើតជាទម្រង់ដ៏រឹងមាំបំផុតរបស់អ្នកនៅពេលអ្នកសម្រេចចិត្តស្លាប់ចំពោះខ្លួនឯងនៅមុខឈើឆ្កាងអំណាចនៃស្ថានសួគ៌ដែលមិនអាចទប់ទល់បាននឹងគ្រប់ដណ្ដប់អ្នកតាមរបៀបដែលពិភពលោកមិនអាចទ្រាំបានសូមឲ្យតាមរយៈការសម្រេចចិត្តដែលឈឺចាប់នេះនៅថ្ងៃនេះអ្នកកាត់ចោលភាពអាម៉ាស់នៃអតីតកាលហើយក្រោកឡើងជាអ្នកជំនះដ៏ក្លាហានដណ្ដើមយកពិភពលោកដោយទំនុកចិត្តអាម៉ែនបើចង់កែប្រែផ្នែកណាមួយឬបន្ថែមភាសាផ្សេងទៀតសូមប្រាប់ខ្ញុំ